75 ឆ្នាំទៅមុខទៀតសេដ្ឋកិច្ចនិងប្រជាពលរដ្ឋកម្ពុជាអាចនឹងមានកំណើនច្រើនជាងប្រទេសថៃនៅក្នុងរយៈពេល75ឆ្នាំទៀតសេដ្ឋកិច្ចនិងចំនួនប្រជាពលរដ្ឋកម្ពុជាអាចនឹងមានកំណើនច្រើនជាងប្រទេសថៃប្រសិនបើកម្ពុជាអនុវត្តគោលនយោបាយត្រឹមត្រូវនេះបើយោងតាមការចេញផ្សាយរបស់លោក Cassie Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅក្នុងប្រទេសកម្ពុជាបើតាមលោកបានសរសេរផ្សាយនៅលើគណនី Facebook ផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី6ឧសភាឆ្នាំ2026នេះបានបង្ហាញអំពីមូលហេតុដែលនាំឲ្យកម្ពុជាមានកំណើនលើសប្រទេសថៃក្នុងនោះមូលហេតុមួយដែលប្រទេសថៃហ៊ានឈ្លានពានកម្ពុជាគឺគម្លាតសេដ្ឋកិច្ចរវាងប្រទេសទាំងពីរប៉ុន្តែគម្លាតនេះកំពុងតែរួមតូចហើយនៅក្នុងឆ្នាំ2025សេដ្ឋកិច្ចរបស់ប្រទេសថៃមានកំណើនត្រឹមតែ2កដកសញ្ញា 1% តែប៉ុណ្ណោះខណៈដែលសេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងតិច4កដកសញ្ញា 8% ពីឆ្នាំ2015ដល់ឆ្នាំ2025ផលិតផលនៅក្នុងស្រុកសរុបរបស់កម្ពុជាបានកើនឡើងអត្រាមធ្យម5កដកសញ្ញា 5% នៅក្នុងមួយឆ្នាំរីឯផលិតផលនៅក្នុងស្រុករបស់ប្រទេសថៃវិញកើនឡើងត្រឹមតែ 2% តែប៉ុណ្ណោះនៅក្នុងមួយឆ្នាំលោកបានបន្តថាសេដ្ឋកិច្ចរបស់ប្រទេសគឺពឹងផ្អែកទៅលើកម្លាំងពលកម្មចំណែកឯប្រទេសថៃមានចំនួនប្រជាជនច្រើនជាងប៉ុន្តែគម្លាតចំនួនប្រជាពលរដ្ឋកម្ពុជាកំពុងរួមតូចនៅក្នុងឆ្នាំ2025ប្រទេសថៃមានអត្រាផ្ដល់កំណើត1ទៅ2ក្នុងស្ត្រីម្នាក់ខណៈដែលកម្ពុជាមានអត្រាផ្ដល់កំណើត2ទៅ5ក្នុងស្ត្រីម្នាក់ប្រសិនបើអត្រាកំណើត2ទៅ5របស់ប្រទេសកម្ពុជានៅតែបន្តប្រជាពលរដ្ឋកម្ពុជានឹងមានកំណើនប្រជាពលរដ្ឋច្រើនជាងប្រទេសថៃនៅក្នុងរយៈពេល75ឆ្នាំទៅខាងមុខទោះជាយ៉ាងណាក៏ដោយអត្រាកំណើតរបស់កម្ពុជាបានថយចុះពី 3.8 នៅក្នុងឆ្នាំ2000មកត្រឹម 2.5 នៅក្នុងឆ្នាំ2025អង្គការសហប្រជាជាតិបានព្យាករណ៍ថាអត្រាកំណើតរបស់ប្រជាពលរដ្ឋកម្ពុជានឹងថយចុះមកត្រឹម 1.8 នៅក្នុងឆ្នាំ2010ប្រសិនបើអត្រាកំណើតរបស់កម្ពុជាថយចុះដោយការព្យាករណ៍របស់អង្គការសហប្រជាជាតិកម្ពុជានឹងដើរថយក្រោយប្រទេសថៃជារៀងរហូតបើតាមផែនការចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថាឆ្នាំ2050កម្ពុជានឹងជំរុញទំហំសេដ្ឋកិច្ចឲ្យបាន276,000 លានដុល្លារអាមេរិកជាមួយនឹងកំណើនប្រជាពលរដ្ឋកម្ពុជាសរុបប្រមាណជា20លានទៅ 20.2 លាននាក់និងរំពឹងថាចំណូលជាមធ្យមសម្រាប់ពលរដ្ឋម្នាក់អាចកើនដល់18,000 ដុល្លារអាមេរិកនៅក្នុងម្នាក់នៅក្នុងឆ្នាំ2050អ្នកវិភាគនិងអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានផ្ដល់ទស្សនៈមួយចំនួនដើម្បីឲ្យសម្រេចបានផែនការនេះជាពិសេសគឺការកែតម្រង់ប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជាដោយចាប់ផ្ដើមពីពេលនេះតទៅនឹងត្រូវជំរុញការបង្កើនមូលធនមនុស្សឲ្យបានកាន់តែច្រើនដែលមានន័យថាត្រូវជំរុញឲ្យកុមារកម្ពុជានៅក្នុងពេលបច្ចុប្បន្ននេះក្លាយទៅជាធនធានមនុស្សខ្លាំងពូកែនាពេលអនាគត